តើកម្មវិធីនេះអាចជំនួសឲ្យកម្មវិធីកាត់តវីដេអូ CapCut ឬក៏អាចផ្ដួលឲ្យ CapCut ដួលបានទេបងប្អូនបាទសួស្តីបងប្អូននេះគឺជាវីដេអូដែលខ្ញុំបង្ហាញពីកម្មវិធីកាត់តរបស់ Adobe Premiere ណាដែលវាទើបតែធ្វើការចេញមកនៅក្នុងយប់ថ្ងៃទី30ទេថ្ងៃទី30ទេបាទអញ្ចឹងតោះយើងចូលមកមើលនៅក្នុងទាំងអស់គ្នាថាតើវាមានលក្ខណៈពិសេសអីខ្លះតើវាអាចឈ្នះកម្មវិធីកាត់តផ្សេងៗដូចជា CapCut បានដែរទេយើងចូលមកកម្មវិធីយើងវិញឡើងដំបូងនេះគឺជាកន្លែងដែលយើងយករូបភាពមកដាក់បាទហើយរូបភាពយើងមានវីដេអូមានអីចឹងណាទី2នេះគឺពី file ដែលយើងមានស្រាប់ទី3នេះគឺយើងបង្កើតទំព័រដំបូងនៅក្នុង project ហ្នឹងបាទហើយទី4នេះគឺ extract audio គឺមានន័យថាយើងយកតែសំឡេងទេឧទាហរណ៍ថាវីដេអូយើងមានសំឡេងប៉ុន្តែយើងសំទោសមានរូបភាពប៉ុន្តែយើងចង់បានតែសំឡេងបាទហើយបន្តមកទៀតនេះមាននេះ caption បាទ add caption មានអីចឹងទៅបាទហើយមួយទៀតនេះគេមាន generate image ហ្នឹង AI ណាហើយមកទៀត image to video ទៀតម៉ែពិតជាលូនមែនហើយ explain image ទៀតអញ្ចឹងកម្មវិធីនេះគឺឧទាហរណ៍ទំហំវីដេអូរបស់យើងវាទូចយើងអាចពង្រីកវាធំអញ្ចឹងណាតោះឥឡូវយើងចូលមកមើលមួយមើលឥឡូវយើងចូលដំបូងមកនេះបងបាទនេះគឺយើងរើសរូបភាពអីចឹងណាបងប្អូនតែខ្ញុំមិនទាន់រើសទេយើងចូលមក new project blank សិនបាទនេះយើងចូលមកហើយដល់ផ្ទាំងខាងក្នុងនៃកាត់វីដេអូហើយអញ្ចឹងចូលមកដល់កន្លែងនេះយើងមើលទៅលើខាងក្រោមនេះមាន3 option ឬក៏3 tool ហ្នឹងទី1គឺ video and image អញ្ចឹងគេឲ្យយើងទាញវីដេអូឬក៏រូបភាពដាក់ចូលក្នុងហ្នឹងក្នុង track របស់វាអញ្ចឹងណាទី2នេះគឺតាក់ទងនឹងសំឡេង audio សំឡេងហើយទី3នេះគឺ title សម្រាប់អក្សរហើយនៅវីដេអូបន្ទាប់ទៀតខ្ញុំនឹងបង្ហាញថាតើយើងអាចទៅសេអក្សរខ្មែរបានយ៉ាងម៉េចឬក៏យ៉ាងណាអញ្ចឹងណាហើយនឹងអានេះដោយសារវីដេអូនេះខ្ញុំគ្រាន់តែចូលមកបង្ហាញឬក៏ទៅចូលមកមើលមុខងារទាំងអស់គ្នាទេព្រោះខ្ញុំក៏ទើបតែ download វាហើយក៏ចាប់ផ្ដើមការ review វាមើលវាដែរបាទអញ្ចឹងឥឡូវយើងសាកមើលយើងយករូបភាពមួយសិនចេញមកវាមាន photo library មាន Adobe Stock អញ្ចឹងមាន stock មានអីក្នុងហ្នឹងអញ្ចឹងណាហើយ generate image ហើយ generate sticker មានអញ្ចឹងយើងសាកមើលចុចមើលមួយយកភាពពីនេះមកសាកនិចមកណាចេញតម្រងអញ្ចឹងបាទវីដេអូនេះយើងអត់មានសំឡេងទេព្រោះណាអញ្ចឹងវានេះស្រេចដែរបងប្អូនឃើញខាងក្រោយ background ខាងក្រោយ blur ស្រេចអញ្ចឹងវាអូតូចាប់យក blur មកបើយើងធៀបជាមួយនឹង Adobe Premiere យើងសំទោសAdobe CapCut គឺដាក់មកគឺយើងចង់ blur យើងកំណត់លើ blur ទៅដាក់លើ background អីចឹងទៅឥឡូវយើងចុចលើវាមានមុខងារអីផ្សេងទៀតនេះអានេះ flip នេះគឺកាត់កម្មវិធីកាត់យើង zoom វាយើងសាកាត់មួយគេមាន transition intro គេទៀតហើយ duplicate ក្រោមនេះ duplicate គឺបូកថែម replace គឺបដូរនេះ move មានន័យថាឲ្យវាទៅលើទៅក្រោមនេះចាក់ចុចនេះមកមើលឃើញវាឡើងលើបើនៅក្នុង Premiere CapCut ហ្នឹងគេ overlay ដាក់ overlay តែនេះ move ឡើងលើស្រួលបងប្អូន smooth ជាងស្រួលបាទហើយទៅមកទៀតយើងអាចតម្លាក់មកក្រោមវិញយើងចុចលើចុចណាក្រោយហ្នឹងមានថាមកមុខអញ្ចឹងណាបាទមានមុខងារ remove background មានមុខងារ remove background ឥឡូវខ្ញុំសូមសាកបន្ថែមរូបភាពមួយសម្រាប់ remove background សាកមើលចូលមក library នឹងសាកយករូបនេះមួយមក remove background សាកមើលបាទអញ្ចឹងយើងសាក remove background តើវា remove បានស្អាតចូល background យ៉ា remove អេមតា
អានេះយើងដាក់អូតូណាវាមាននៅមាន adjust មានអីណារបស់គេទៀតហើយយើងមួយសិនប៉ណ្ណឹងសិនបាទនេះសុំទោសបងប្អូនអញ្ចឹងនៅក្នុងមាន remove មាន log adjust នេះកែពណ៌ adjust នេះយើងអាចកែពណ៌កែពន្លឺកែ color អីបានអញ្ចឹងយើងអាចអតាហ្នឹងហើយមាន fit នេះដាក់ឲ្យពេញទាំងបង្ហាញវាណា red spec ratio វា ratio spec ratio វានេះក៏ទំហំណាទំហំវីដេអូអូនេះក្រោមនេះមានដាក់វីដេអូ background ទៀតហើយយើងសាកដូរមកអានេះ blur ស្រាច់ហ្នឹងជាងយកហ្នឹង mirror នេះកន្លែងដែលយើងចង់ដូរ background ឲ្យខ្លួនឯងអញ្ចឹងណាបាទអាចគួរសមអូខេហើយយើងថតមកវិញយើងដូរ background ណែយើងអត់ចង់បាន background គឺយើងចេះណាបងប្អូនបាទហើយមើល animation មានអីខ្លះមាន intro outro មាន fade ចប់ outro ក៏ចប់ fade intro fade អូបាទអត់អីទេបងប្អូនយើងអាចប្រើបានហើយឥឡូវនេះវាមិនទាន់ដូចនៅ free នៅអីទេនេះទាន់នេះឥឡូវយើងមើលសាកមើល text សិនជា title ទៅសេមែនសក់ខ្មែរស្គាល់អត់អូវ៉ាបងប្អូនស្គាល់សក់ខ្មែរល្អតាអូនៅ style វានេះអូនេះបត់ background ហើយយើងដូរពណ៌ចូលមកពណ៌អូមានពណ៌របស់គេអញ្ចឹងបងប្អូនឥឡូវយើងដូរ font អីខ្លះមានខ្មែរអត់ search មើលសិនអូនេះសារយើងអត់ទាន់ add font បងប្អូនចាំមើលយើងមានវីដេអូ add font អីចឹងណាពណ៌ layout នេះស្មើស្ដាំស្មើកដាលឆ្វេងស្ដាំអូខេឥឡូវខាងលើនេះស្អីចុចមើលអូអានេះយើងប្រិយធំបាទហើយនេះកន្លែងនេះគឺអត់ច្បងលុយទេបងប្អូនអូនេះចូលទៅណាផ្សេង up ផ្សេង in សិនអានេះបើជាកន្លែងយើងត្រូវបងលុយបងលុយទៅវាមាន filter មាន effect មានអីចឹងទៅហើយយើងសារប៉ុណ្ណេះហើយយើងសារ export share full access អូមកនេះបានដល់ 4K បងប្អូន20 frame 30 frame 60 frame បាទហើយអត់ស្ពុកស្មាយទេបងប្អូនអានេះគេដាក់ Premiere Desktop Beta អូនេះតុនដំណើរការស្រួលទៅសាញ in សិនហើយយើងថតមកវិញ export មើលប៊ូមអូតាយើងតែងចូលបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេព្រោះយើងមកតេស្តសាកល្បងហើយកន្លែងខាងលើនេះគឺកន្លែងជាទំហំខ្សែវីដេអូរបស់យើងណាបងប្អូននេះនៅក្នុងនេះវាដាក់ស្រាច់មានសម្រាប់ TikTok YouTube វីដេអូអីនោះទំហំបញ្ឈរបដេកអីនៅក្នុងស្រអស់បាទនេះដូរមកទាំងអស់បាទទំហំនេះសម្រាប់ YouTube អីបដេកនេះបញ្ឈរដេក3x4នេះការ៉េ Instagram មានច្រើនបងប្អូននេះយើងអាចរើសបាន5ក៏បានទំហំណាដែលយើងបងប្អូនចង់បានគឺកំណត់នៅក្នុងនេះអូតូវាចាប់យកអាបញ្ឈរបណ្ដោយបងប្អូនបាទអូខេអញ្ចឹងអរគុណវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយចាំជួបនៅគ្នានៅមើលរៀនតបទៀតដែលយើងរៀនប្រើប្រាស់វានៅក្នុង tool មួយរបស់កម្មវិធី Adobe Premiere ទូរស័ព្ទបាទអរគុណ